mẹ cứ chia tầm nào chua từ rốc ca ó ăn vị pasana đam bay ở ó ăn đó về dây còn từ phơ bon phơ tiến đam bay ở bán màu ănព្រះសម្មាសម្ពុទ្ធអត់មានផ្លូវដើម្បីធ្វើបន់ឲ្យបានមកអញទេលោកអត់មានផ្លូវនឹងទេបើចង់រកផ្លូវនឹងទៅរកយេស៊ូទៅរកមូស្លីមគេមានផ្លូវដើម្បីធ្វើបន់ឲ្យបានមកអញព្រះសម្មាសម្ពុទ្ធមាក់នឹងគឺផ្លូវដើម្បីឲ្យអស់អញឲ្យអស់ធ្វើម្ដងតិចឲ្យអស់ពុទ្ធលោកអត់មានផ្លូវដើម្បីឲ្យបានមកអញទេបើលោកយាយលោកតាចង់បានមកអញទៅរកយេស៊ូគេមានផ្លូវដើម្បីឲ្យបានមកអញប៉ុន្តែច្បាប់ធម្មជាតិអត់ទេណាច្បាប់ធម្មជាតិគ្រាន់តែគុំនេះគ្មានព្រលឹងទៅចាប់ជាតិទេនេះអាណិតយាយកន្លែងហ្នឹងសប្ងៃថៃបាត់តែគាត់ក្រប៉ុណ្ណឹងក៏ដោយណាបងប្អូនប៉ុន្តែគាត់ចំណាយប្រហែលសប្ងៃតែគាត់ធ្វើប៉ុណ្ណឹងគាត់ចំណាយប៉ុណ្ណឹងយកមកធ្វើខ្នល់កស៊ូធ្វើបានក្នុងភូមិអត់មានខ្នល់កន្លែងណាមួយដីក្រហមទេសត្វតែកៅស៊ូទាំងអស់អាណិតតែជីវិតមានតែមួយជាតិហើយគាត់មិនព្រមធ្វើបានសេចក្តីសុខក្នុងជាតិនេះគាត់លេងទៅអាជាតិក្រោយអាភ្លឺនៅមុខគាត់មិនធ្វើទេគាត់ទៅធ្វើតែអលងឹតបងប្អូនហើយបងប្អូនបើសំណាជាបងប្អូនជាអ្នកដឹងណាបងប្អូនជាអ្នកយល់តើបងប្អូនដើរហួសកើតអត់គេស៊ីអាចគោគិបអាខ្លះមិនស៊ីទេលើកទូលអាខ្លះលាបពេញមុខពេញមាត់អាខ្លះដាក់លើជើងពៀនអុជធូបទៀតសត្វតែអាចគោហើយយើងមិនដឹងថាអាចគោហើយគេលើកអាចគោទូលផងលាបផងផឹកផងហើយយើងដឹងថានឹងអាចគោទេគេថាឆ្នាំមកពីឋានសួគ៌ប្រអិនទៅយកមកដាក់ហើយឯងវាដឹងបែកទូងាប់អញ្ចឹងមកខ្ញុំចេះតែនិយាយរាល់ដងព្រះសម្មាសម្ពុទ្ធបើសិនណាជាព្រះអង្គជាបឋមជនណាបងប្អូនពេលត្រាស់ដឹងភ្លាមនាផងបងប្អូនដឹងទេនាផងជំនឿប៉ុណ្ណាសាសនារាប់រយងូចទឹកទលេគង្គាសឹងឡើងតាយងូចលៀងបាបហើយចូលព្រះសម្មាសម្ពុទ្ធលោកដឹងការពិតថាមិនអញ្ចឹងទេនេះហើយបើមើលទៅលេងទលេគង្គាងូចម្ដង15លាននាក់6លាននាក់ងូចសួរថាតើយើងដឹងតឹងធុំប៉ុណ្ណាបងប្អូនថាតឹងធុំប៉ុណ្ណាសប្ថ្ងៃយើងអញ្ចឹងបងប្អូនឃើញប្រជាប្រដ្ឋយើងចំណាយកម្លាំងប្រព្រឹត្តទៅឥណ្ឌាផងអីផងបងប្អូនហើយគ្រូធម្មចារខ្លះមិនល្ងឹតទេណាបងប្អូនអ្នកខ្លះគាត់ល្ងឹតតែហ្មងគាត់អត់ដឹងទេគាត់នាំគេធ្វើប៉ុន្តែមានមួយក្រុមទៀតបោកតែហ្មងបើបោកឲ្យបងប្អូនណាលេងនិយាយថាខ្ញុំទៅឥណ្ឌាថ្ងៃមុនហ្នឹងលេងចាប់តែអសូរកាយលូកកាន់បេះដូងខ្ញុំលេងចុះលេងឡើងលេងកាន់បេះដូងខ្ញុំដល់ពេលខ្ញុំសូត្រធម៌ប្រពុត3 4សាទៅចាប់តែអសូរកាយនោះវាខ្លាចធម៌ប្រពុតទៅបាត់តែហ្មងហើយគ្រូធម្មចារល្បីទៀតណាទេតាមរយោមិនបោកមានអសូរកាយណាមកលូកបេះដូងនោះមិនបង្កើតរឿងដើម្បីបោកហើយយាយនឹងនិយាយពីសាពះយាយបងប្អូនការពិតគាត់ចង់ស្ដាប់រឿងល្ខោនអីដែរគាត់ចង់មើលទូដែរប៉ុន្តែគាត់អាចបាបព្រោះប្រពុតបញ្ញត្តិនោះថាមិនឲ្យមើលល្ខោនមើលអីចង់នោះខ្ញុំគាត់មិនហ៊ានមើលទេប៉ុន្តែអាចិតរបស់គាត់ហ្នឹងគេថារូបកាយវាចាស់មែនប៉ុន្តែអាចិតវាមានចាស់អីវាគាត់ចង់មើលអានោះដល់ពេលមិនហ៊ានមើលបានលោកគ្រូគាត់និយាយរឿងដោយល្ខោនចុងកោនោះព្រះអង្គហោះទៅនេះព្រះអង្គហោះទៅនោះគាត់ស្ដាប់ទៅគាត់សប្បាយតាមពិតអារឿងដែលគេនិយាយហ្នឹងហើយនឹងអារឿងទូមានខុសគ្នាអីស្នេហាដូចតែគ្នាហ្នឹងការជំនាន់ព្រះហ្នឹងស្នេហាស្អីចឹងដែរហោះហើរជាមួយនាងនេះនាងនោះអញ្ចឹងដូចគ្នាហ្នឹងប៉ុន្តែយាយហ្នឹងគាត់ជឿគាត់ថាណែមើលទូស្ដាប់ល្ខោនហ្នឹងវាបាបប៉ុន្តែពេលស្ដាប់ស្នេហារឿងរបស់ព្រះវិញអត់បាបទេយាយគាត់ចង់ស្ដាប់ដែរដល់ពេលគ្រូគាត់ដឹងកលេសហើយនិយាយអញ្ចឹងនិយាយពីប៉ោងមាត់ត្មងអូនាងទេពអប្សរហោះទៅនិយាយពីអង្គរព្រៃនិយាយពីស្អាតណាស់ហ្នឹងហើយតួអង្គបរមពោធិសត្វរបស់យើងអីនិយាយពីយាយសាពះពីផ្ទះទៅណាសាពះរថយន្តណាអូបងប្អូនហើយបងប្អូនពេលយើងឃើញអញ្ចឹងណាបងប្អូនណាប៉ិតភ្នែកអត់ចិត្តទេណាបងប្អូនប៉ិតភ្នែកមិនចិត្តទេណាពិបាកវេទនាណាបងប្អូនប៉ុន្តែបងប្អូនហើយជួនកាលអ្នកដែលអត់មានឧបនិស្ស័យយើងនិយាយអញ្ចឹងគាត់ខឹងយើងណាអញ្ចឹងចេះទៅបងប្អូនណានិយាយទៅឃើញលោនអ្នកមានឧបនិស្ស័យគាត់អាចរួចរំដោះពីជំនឿគេបោកបានហ្នឹងណាគាត់មានឧបនិស្ស័យឲ្យគាត់រួចទៅព្រះសម្មាសម្ពុទ្ធក៏អញ្ចឹងដែរប្រោះមនុស្សមានអស់ឯណាប្រោះតែអ្នកមានឧបនិស្ស័យតែយើងក៏ទៅគ្នាដែរទៅតាមដំណើរហ្នឹងនិយាយទៅណាជេក៏ជេទៅណាស្ដាប់ក៏ស្ដាប់ទៅពីព្រោះបើស្នាយើងអត់និយាយវាទាំងអស់ហ្មងទៅស្លុបអញ្ចឹងបើយើងនិយាយទៅឃើញលោកបានខ្លះហើយធនធានដែលយើងចំណាយវាមិនច្រើនទេយើងសប្ថ្ងៃមួយខែប្រហែល 3000 សរុបទាំងអស់ទៅហើយប្រមូលផលមកវិញបងប្អូនពិចារណាមើលប្រជាប្រដ្ឋច្រើនណាស់តែគាត់ពិចារណាឃើញហើយគាត់ចេះជួយខ្លួនឯងកុំឲ្យគេបោកបានហើយគាត់ចូលរួមចំណែកក្នុងការជួយកសាងសង្គមទៀតនេះគឺជាកិច្ចការរបស់យើងដែលយើងកំពុងតែធ្វើសប្ថ្ងៃដែលគេចោទយើងថាពួកយើងដើរតែនិយាយវាអត់បានការអីប៉ុន្តែពួកយើងយល់ថាជួយមនុស្សជួយមុនគេបំផុតគឺសព្វទានណាំងធម្មទានណាំងជានិតិទាំងឡាយបានប្រឹក្សាឃុំរបស់យើងឆ្លើយសំណួររបស់បងប្អូនខ្លីៗពីព្រោះត្រូវការបញ្ចប់ឲ្យបានលឿនតិចពោះវេទិការបស់យើងនៅថ្ងៃបន្តបន្ទាប់នេះសរុបទាំងអស់វា10អញ្ចឹងខ្ញុំមិនអាចនិយាយច្រើនទេព្រោះវាអាចនឹងស្អកកនៅវេទិកាចុងក្រោយវេទិកាទី1នៅតាកែវវេទិកាទី2នៅស្នាក់ការភ្នំពេញវេទិកាទី3នៅកំពង់ធំហើយវេទិកាបន្ទាប់ទៅ7ទៀតនៅខេត្តសៀមរាប
ចំពោះសំណួររបស់ប្អូនដែលសួរថាតាមការយល់របស់ប្អូនមនុស្សកើតមកមិនស្មើគ្នាទេពីព្រោះវាមានអ្នកខ្លះឆ្លាតអ្នកខ្លះល្ងងអ្នកខ្លះសអ្នកខ្លះខ្មៅអ្នកខ្លះស្អាតអ្នកខ្លះមិនស្អាតប៉ុន្តែប្អូនធ្លាប់ឮបងនិយាយថាមនុស្សកើតមកស្មើភាពគ្នាពីកំណើតប្អូនរៀនត្រេះរិះពិចារណាបន្តិចអ្វីៗក៏ដោយតែពេលណាគេចាប់ផ្ដើមចែកគេត្រូវឈរលើគោលមួយបើសិនណាជាគោលដែលយើងឈរមិនទាន់បានទៅចែកគ្នាផងអ្វីដែលជាការផ្ទៀងផ្ទាត់របស់យើងប្អូនរៀនត្រេះរិះពិចារណាបន្តិចអ្វីៗក៏ដោយតែពេលណាគេចាប់ផ្ដើមចែកគេត្រូវឈរលើគោលមួយបើសិនណាជាគោលដែលយើងឈរមិនទាន់បានទៅចែកគ្នាផងអ្វីដែលជាការផ្ទៀងផ្ទាត់របស់យើងមិនទាន់ចាប់ផ្ដើមបានទេឧទាហរណ៍ថាយើងលក់ទំនិញតើតែយើងនិយាយអំពីអញ្ជីងសិនតើយើងថ្លឹងជាអីយើងថ្លឹងជាផោនយើងថ្លឹងជាគីឡូឬក៏យើងថ្លឹងជាអីរូបិយវត្ថុក្នុងការដោះដូរក៏ដូចគ្នាដែរឧបមាថាអូនប្រាប់ថាមន់ខ្ញុំលក់1គីឡូ5000ស្អី$5000 5000 បាត5000 រៀលឬ5000 ដុងវាឈរលើគោលស្អីមួយសិនបានអាចផ្ទៀងផ្ទាត់បានមុននឹងចាប់ផ្ដើមនិយាយអំពីរឿងអ្វីមួយដែលជាលក្ខណៈប្រៀបធៀបវាតើតើអូនរកគោលឲ្យបានសិនឧទាហរណ៍ថាកៅអីបើសិនណាជាយើងនិយាយអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់យើងនិយាយថារាល់តកៅអីដែលគេបង្កើតមកគឺដើម្បីអង្គុយកៅអីណាក៏ដូចតែកៅអីណាដែរអានឹងគោលរបស់វាគឺអត្ថប្រយោជន៍តើអត្ថប្រយោជន៍របស់កៅអីគេបង្កើតមកដើម្បីអ្វីដល់ពេលយើងផ្អែកទៅលើអត្ថប្រយោជន៍យើងនិយាយថារាល់តកៅអីវាដូចតែគ្នាហ្នឹងគឺគេបង្កើតមកសម្រាប់អង្គុយដល់ពេលអូននិយាយថាណែកុំនិយាយថាកៅអីដូចគ្នាណាមានអ្នកខ្លះធ្វើពីជ័រណាមានអ្នកខ្លះធ្វើពីឈើណាមានអ្នកខ្លះធ្វើពីដែកណាមានអ្នកខ្លះក្រហមអ្នកខ្លះខៀវណាអ្នកខ្លះទាបអ្នកខ្លះខ្ពស់ណាមិននិយាយថាដូចគ្នាអញ្ចឹងតើអូនឈរលើគោលអីបើឈរលើគោលអត្ថប្រយោជន៍កៅអីគឺដូចតែគ្នាពីព្រោះអត្ថប្រយោជន៍នៃកៅអីគឺគេបង្កើតមកដើម្បីអង្គុយអានឹងបើយើងឈរលើគោលអត្ថប្រយោជន៍ប៉ុន្តែអូនឈរលើសារធាតុដែលធ្វើជាកៅអីតើសារធាតុអីដែលអាចធ្វើជាកៅអីបានអានឹងវាខុសគ្នាសារធាតុហ្នឹងយើងផ្អែកទៅលើសារធាតុដែលផ្សំឡើងដើម្បីបង្កើតជាកៅអីបើយើងឈរលើគោលសារធាតុកៅអីមិនដូចគ្នាទេមានកៅអីខ្លះធ្វើពីជ័រអាខ្លះធ្វើពីដែកខ្លះធ្វើពីឈើអញ្ចឹងមុននឹងធ្វើការប្រៀបធៀបយើងត្រូវឈរលើគោលស្អីមុនសិនឧបមាថាថ្នល់យើងថាថ្នល់ដូចតែគ្នាតើយើងឈរលើគោលអីថាឈរលើគោលអត្ថប្រយោជន៍អត្ថប្រយោជន៍នៃថ្នល់តើគេបង្កើតមកគឺគេសម្រាប់ដើរគេសម្រាប់ជិះកង់ជិះម៉ូតូតែអញ្ចឹងដូចតែគ្នាថ្នល់ណាក៏ដូចថ្នល់ណាដែរហេកុំថាថ្នល់ដូចគ្នាអាខ្លះធ្វើពីកៅស៊ូអាខ្លះធ្វើពីថ្មអាខ្លះធ្វើពីដីអាខ្លះដីក្រហមអាខ្លះដីខ្សាច់តើអូនឈរលើគោលអីបើអូនឈរលើគោលសារៈប្រយោជន៍គឺវាដូចតែគ្នាអត្ថប្រយោជន៍គឺវាដូចតែគ្នាប៉ុន្តែបើអូនឈរលើសារធាតុដែលយកមកកសាងថ្នល់អានឹងវាខុសគ្នាដូចគ្នារឿងមនុស្សស្មើភាពគ្នាពីកំណើតតើបងឈរលើគោលអីថាគោលសិទ្ធដែលយើងពិចារណាក្នុងនាមជាមនុស្សបងប្អូនពិចារណាមើលតើមានស្អីបង្កើតមនុស្សមកមានអតិទេពឯណាបង្កើតមនុស្សមានស្ដេចឯណាជាកូនអតិទេពមានស្ដេចឯណាជាកូនប្រអិនហើយប្រអិនឯណាជាអ្នកបង្កើតផែនដីបើប្រអិនជាអ្នកបង្កើតផែនដីមានន័យថាផែនដីរបស់ប្រអិនអញ្ចឹងបើស្ដេចជាកូនប្រអិនគេយកមកដាក់លើផែនដីរួចហើយគេជប់យើងជាខ្ញុំបម្រើយកមកដាក់លើផែនដីវាសមរម្យហើយដែលយើងនៅលើផែនដីគេយើងត្រូវធ្វើការរួចហើយយើងបង់ពុនបង់អាករដើម្បីឲ្យស្ដេចនឹងដេកហូបតកូនតចៅទៅពីព្រោះផែនដីនេះជាផែនដីរបស់ឪគេគឺផែនដីរបស់ប្រអិនគេបង្កើតមកហើយគេយកកូនគេមកដាក់ហើយគេជប់យើងមកប៉ុន្តែតាមការពិចារណាប្រកបទៅដោយកតេបណ្ឌិតធម្មជាតិវាបង្កើតមកត្មងត្បូងដៃផែនដីគ្មានទេវាមានផ្ទះបាញ់វាមានទឹកភ្លៀងវាមានអីវាផ្សំទៀតគ្នាមកវាកើតពីសត្វអមយោស៊ីវាកើតពីក្នុងទឹកសមុទ្រយូរវាវិវត្តពីស័កមួយទៅស័កមួយរាប់ពាន់លានឆ្នាំទៅវាក៏កើតជាមនុស្សអញ្ចឹងទៅអញ្ចឹងការពិចារណាប្រកបដោយកតេបណ្ឌិតនិងប្រកបទៅដោយហេតុផលយើងរកឃើញថាបើផ្អែកទៅលើសិទ្ធិមនុស្សកើតមកមានសិទ្ធិស្មើគ្នាពីកំណើតវាស្មើគ្នាពីកំណើតពីព្រោះយើងផ្អែកទៅលើច្បាប់ធម្មជាតិដែលផ្អែកទៅលើសិទ្ធិប៉ុន្តែបើអូនផ្អែកទៅលើពណ៌សម្បុរទួលរបស់បងអូនលែងផ្អែកទៅលើសិទ្ធិឥឡូវយើងចែកមនុស្សតាមរយៈគោលវាគឺពណ៌សម្បុរអូមានសម្បុរសមានសម្បុរលឿងនិងមានសម្បុរខ្មៅទេឥឡូវបើចែកទៅលើគោលភេទបើចែកទៅលើគោលភេទមានអាប្រុសឲ្យស្រីអានឹងអូនត្រូវផ្អែកទៅលើគោលអីមុននឹងប្អូនចាប់ផ្ដើមបែងចែកមនុស្ស
តែបងនិយាយថាមនុស្សស្មើភាពគ្នាពីកំណើតគឺបងផ្អែកទៅលើសិទ្ធិពីព្រោះតាមការពិចារណាប្រកបទៅដោយហេតុផលប្រកបទៅដោយកតេបណ្ឌិតធម្មជាតិបានបង្កើតមនុស្សមកនៅលើផែនដីដូច្នេះពួកយើងគួរតែមានសិទ្ធិស្មើគ្នាពីកំណើតបងប្អូនពិចារណាមើលប៉ុន្តែបើសិនណាជាឈរលើគោលផ្សេងទៀតបើឈរលើគោលពណ៌សម្បុរមនុស្សមិនអាចដូចគ្នាទេពណ៌សម្បុរវាអាចមានពណ៌ខុសៗគ្នាបើឈរលើគោលភេទនឹងចែកមនុស្សផ្សេងទៀតអញ្ចឹងពេលដែលបងប្អូនចែកស្អីក៏ដោយវាត្រូវផ្អែកទៅលើគោលអីមួយបើបងប្អូនអត់ផ្អែកទៅលើគោលអានឹងបកកាយគ្នាតងាប់បកកាយគ្នានឹងព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាមនុស្សខ្វាក់ទៅស្ទាបតម្រៃពីជ្រុះគ្នាអញ្ចឹងហីមនុស្សស្មើគ្នាពីកំណើតមកមានអាខ្លះវែងអាខ្លះខ្លីអាខ្លះសអាខ្លះក្មាអាខ្លះស្អាតអាខ្លះមិនស្អាតអាខ្លះមានបញ្ញាអត់បញ្ញាអាមួយទៀតថាហេមនុស្សជិះជាន់គ្នាមិនកើតមនុស្សកើតមកវាត្រូវស្មើភាពគ្នាពីកំណើតអានឹងមនុស្សខ្វាក់ទៅស្ទាបតម្រៃវាឆ្លោះគ្នាមួយថ្ងៃទល់ល្ងាចប្រពុតលោកឲ្យកតេមួយមនុស្សខ្វាក់ស្ទាបតម្រៃការពិតបើយើងភ្លឺទាំងអស់គ្នាយើងពិចារណាទៅអូមកពីយើងអត់បានទៅជែកលើគោលស្អីអូបើគោលសិទ្ធមនុស្សស្មើគ្នាពីកំណើតមែនប៉ុន្តែបើផ្អែកទៅលើបញ្ញាអត់ទេមនុស្សអត់ស្មើគ្នាទេបើផ្អែកទៅលើភេទក៏មនុស្សបែងចែកទៅភេទប្រុសភេទស្រីចឹងដែរអញ្ចឹងមុននឹងចាប់ដើមធ្វើការប្រៀបធៀបអូនត្រូវរកគោលជាមុនសិនអានឹងទម្លាប់គ្រូផងគំនិតទស្សនៈបែបហ្នឹងយកទៅបង្រៀនសិស្សផងពីពួកភាគច្រើនសិស្សឆ្លោះគ្នាតែចឹងឆ្លោះគ្នាតែអញ្ចឹងមកពីពួកគេគ្មានមូលដ្ឋានក្នុងការពិចារណាមុននឹងចាប់ដើមធ្វើការប្រៀបធៀបត្រូវរកគោលសិនឈរលើគោលអីសប្ងៃបើបែងចែកទៅលើពណ៌សម្បុរហ្នឹងគេបែងចែកក្រហមលឿងសហើយនឹងខ្មៅអីចឹងទៅបើផ្អែកទៅលើភេទគេបែងចែកប្រុសហើយស្រីចឹងទៅបើផ្អែកទៅលើអាកាសធាតុគេបែងចែកទ្វីបនេះឬទ្វីបនោះអីចឹងទៀតទៅប៉ុន្តែសំខាន់បំផុតគឺយើងត្រូវតែចែកគ្នានៅលើគោលស្អីសិនអញ្ចឹងដែលបងនិយាយថាមនុស្សស្មើគ្នាពីកំណើតគឺបងផ្អែកទៅលើគោលសិទ្ធិការពិចារណាប្រកបទៅដោយហេតុផលនិងកតេបណ្ឌិតមនុស្សរកឃើញថាមនុស្សកើតនៅលើផែនដីនេះស្មើភាពគ្នាពីកំណើតអញ្ចឹងបានទស្សនៈដែលគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យចង់បាននោះណាគឺសង្គមដែលពោពេញទៅដោយភេទរៈភាពគឺវាយបំបាក់អាផ្នត់គំនិតអ្នកធំអ្នកតូចអញ្ចឹងបើពួកយើងឆ្នះឆ្នោតយើងតែងច្បាប់លុបពីឯកឧត្តមចោលទាំងអស់ពីព្រោះភេទរៈភាពជាបងជាប្អូនយើងរស់នៅលើផែនដីយើងកើតមកស្មើភាពគ្នាគ្រាន់តែដើម្បីរស់មនុស្សមិនក៏មានកម្លៅតែងច្បាប់ឲ្យមានឯកឧត្តមមានលោកជំទាវលោកអុកញ៉ាអញ្ចឹងទៅវាអត់ត្រូវវាអត់មានកតេបណ្ឌិតនៅក្នុងការតែងច្បាប់ហ្នឹងណាមនុស្សកើតមកស្មើភាពគ្នាពីកំណើតគ្រាន់តែរស់សោះហ្នឹងមិនក៏ជិះជាន់គេមិនក៏ទៅណាឲ្យគេហៅឯកឧត្តមបានរស់កើតបានវាសុបាយចិត្តកើតវាគឺជាកម្លៅរបស់មនុស្សពួកយើងបើឈ្នះឆ្នោតរដ្ឋមន្ត្រីហៅលោករដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីហៅលោកនាយករដ្ឋមន្ត្រីតែប៉ុណ្្នឹងបានណាប៉ុន្តែបើប្រស្រ័យតាក់ទងជាមួយនឹងបរទេសក្នុងនាមប្រទេសខ្មែរនិងបរទេសនាយករដ្ឋមន្ត្រីជាតំណាងឆន្ទៈរបស់ខ្មែរមកប្រទេសអញ្ចឹងយើងអាចហៅថាឯកឧត្តមនាយករដ្ឋមន្ត្រីទៅចោះប៉ុន្តែមិនមែនប្រជាប្រដ្ឋខ្មែរហៅទេណាគឺបរទេសហៅពីព្រោះគាត់គឺជាតំណាងឆន្ទៈរបស់ខ្មែរនៅលើឆាកអន្តរជាតិប៉ុន្តែសម្រាប់ប្រជាប្រដ្ឋហើយនឹងនាយករដ្ឋមន្ត្រីលោកនាយករដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីមិនមែនជាថ្នាក់ទេមិនមែនជាជាន់ថ្នាក់ទេប៉ុន្តែវាគឺជាមុខងារមួយឧទាហរណ៍ពេទ្យគ្រូបង្រៀននាយករដ្ឋមន្ត្រីមិនមែនជាថ្នាក់មិនមែនជាជាន់ទេប៉ុន្តែវាគឺជាមុខនីតិបើយើងមិនដាក់ឈ្មោះគាត់ថានាយករដ្ឋមន្ត្រីទេវាច្រឡំមិនដាក់គាត់ថាគ្រូបង្រៀនថាពេទ្យទេវាច្រឡំវាយបំបាក់ផ្នត់គំនិតអាចន់លើជាន់ក្រោមឬលោកយាយលោកតានឹងគាត់ចូលចិត្តតែគោរពវន្ទាគេមកជីវិតទៅឬក៏គាត់ចូលចិត្តអញ្ចឹងពីព្រោះយាយតាខ្លះណាគាត់នៅតែគោរពវន្ទាអញ្ចឹងមេបកគេណាខាងរាជានិយមណាគ្រាន់តែគេចង់ជូតមុខគេសញ្ញោអ្នកធ្វើការជាមួយគេហ្នឹងណាឲ្យយកกระดาษជូតមុខឲ្យគេគ្រាន់តែហុចហ្នឹងណាមិនហុចត្រង់មកមិនធំតែអោនទេណាលិតជង្គង់រួចហើយហុចกระดาษទៅបើជុះអាចមកចេញដុំមាសណាបងប្អូនវាគួរតែធ្វើអញ្ចឹងដែរប៉ុន្តែខាងក្នុងកក្រិចដូចកក្រិចដូចតែគ្នាយើងមិនថាគេកក្រិចយើងទេថាកក្រិចដូចតែគ្នាហើយថែមទាំងគ្មានគុណធម៌ទៅទៀតស្រាប់តែមានគេគោរពស្រាប់តែឲ្យគេលិតជង្គង់ឲ្យគេដើរទាបងប្អូនណាមើលពីចម្ងាយទៅបងប្អូនមិនដឹងទេប៉ុន្តែសម្រាប់ខ្ញុំវិញបងប្អូនមានចេតនាមួយយ៉ាងច្បាស់លាស់បោកសម្អាតអារបៀបធ្វើការបែបហ្នឹងអស់ពីសង្គមខ្មែរមុននឹងខ្ញុំងាប់មិនសម្រាប់ខ្ញុំទេបងប្អូនសម្រាប់ពូជសាសន៍របស់យើងតែហ្មងរស់នៅក្នុងសេចក្តីថ្លៃថ្នូរគោរពគ្នាតែនឹងគុណធម៌គោរពគ្នាតែទំនៀមទម្លាប់ប្រពៃណីដូចឧទាហរណ៍យើងពិចារណាឃើញថាមនុស្សចាស់ត្រូវបានក្មេងគោរពវាល្មមសមរម្យមនុស្សដែលមានគុណធម៌យើងគោរពតែប៉ុណ្ណឹងបានណាយើងជាមនុស្សយើងពិចារណាទៅឃើញតែប៉ុណ្ណឹងនេះអត់ទេអ្នកខ្លះលួចជាតិឡើងវក់វី
ពួកឲ្យយើងហៅអាយដាមឲ្យយើងដើរទាជួយមិនបានទេកលេចឃើញប្រពន្ធអាណាមិនបានដឹងតែពីចង់បានប្រពន្ធគេឃើញស្អាតមិនបានហើយឲ្យឯងទៅដើរទាជួយមិនបានពួកយើងមើលទៅក្នុងសង្គមប្រកបជាមួយនឹងការពិចារណាចេតនាមួយយ៉ាងច្បាស់លាស់បងប្អូនបានផុសនៅកណ្ដាលដួងចិត្តរបស់យើងអយុត្តិធម៌ខ្លាំងម្លេះសង្គមនេះអ្នកខ្លាំងដឹងតែពីឈ្នះអញ្ចឹងពិចារណាយូរដួងចិត្តមួយបានផុសចេញកណ្ដាលដួងចិត្តរបស់យើងថាត្រូវតែបោសសម្បត្តិត្រូវតែរៀបចំឲ្យមនុស្សទាំងអស់គ្នានៅក្នុងសង្គមរស់នៅក្រោមច្បាប់ទាំងអស់គ្នាគេធ្វើបានជុំវិញពិភពលោកទាំងនាយករដ្ឋមន្ត្រីទាំងប្រជាពលរដ្ឋរស់នៅស្មើមុខគ្នាអ្នកគ្រាន់តែចែកការងារគ្នាធ្វើដើម្បីសេចក្តីសុខរួមរបស់ពួកយើងបងប្អូនណាដើម្បីកសាងសង្គមប្រជាធិបតេយ្យបានហ្នឹងណាវាទាល់តែកសាងធាតុប្រជាធិបតេយ្យនឹងក្នុងដួងចិត្តរបស់មនុស្សម្នាក់បានបើកសាងធាតុប្រជាធិបតេយ្យក្នុងដួងចិត្តរបស់មនុស្សម្នាក់អត់បានទេកុំនិយាយពីសង្គមប្រជាធិបតេយ្យពីព្រោះប្រជាធិបតេយ្យអាចដើរទៅមុខណាបងប្អូនស្របតាមវត្ថុបំណងដែលជាប្រយោជន៍របស់មនុស្សទូទៅបានត្រូវអមជាមួយនឹងការយល់ដឹងហើយជាមួយនឹងសិលធម៌ពីព្រោះរាល់ការតិចដែលខ្វះកតេបណ្ឌិតទេបងប្អូនអត់រកប្រយោជន៍ឃើញទេវានាំតែមានការយឺតយូរទេអញ្ចឹងដើម្បីកសាងសង្គមប្រជាធិបតេយ្យឲ្យបានជាផលប្រយោជន៍សិលធម៌ត្រូវអមជាមួយហើយនឹងការយល់ដឹងការវិភាគបានអ្នកដែលចូលរួមទៅជែកនឹងទៅជែកទៅបានជាលទ្ធផលឧបមាថាយើងទៅជែកពីរឿងដឹកកុងតឺន័រហើយយើងអត់មានបច្ចេកទេសអីបន្តិចកុងតឺន័រដាក់មកអញ្ចឹងវាមិនធ្លាក់ហើយអត់ឃើញស្អីផងដាក់ទៅទេអញ្ចឹងវាមិនធ្លាក់ដល់អត់ដឹងថាគេចាប់ស្អីផងគេទៅចែកពីរឿងចំត្រីយើងមិនដឹងរឿងចំត្រីប៉ុណ្ណឹងហើយយើងទៅចែករឿងចំត្រីគេទៅចែកពីប្រព័ន្ធច្បាប់នៅក្នុងស្រុកខ្មែរចេះហើយចុះបើមនុស្សចូលរួមទៅចែកមនុស្សដែលមានសិទ្ធិទៅចែកនេះអត់ទាំងយល់ស្អីបន្តិចផងណាបងប្អូនហើយទៅចែកមិនកើតអញ្ចឹងដើម្បីប្រជាធិបតេយ្យប្រើបានជាប្រយោជន៍ការផ្ដល់ចំណេះដឹងជាមូលដ្ឋានក្នុងការពិចារណាឲ្យមនុស្សសំខាន់ណាបងប្អូនហើយការបង្រៀនឲ្យមនុស្សមានសិលធម៌កុំបំពានគ្នាពីព្រោះកាលណាយើងទៅចែករួចហើយយើងបំពេញដោយផ្អែកទៅលើផលប្រយោជន៍ផ្ទាល់ខ្លួនឆ្លោះគ្នាតើថ្ងៃងាប់បងប្អូនមើលតើអ្នកដឹកនាំគណៈបកមួយណាដែលគាត់និយាយពីការកសាងប្រជាធិបតេយ្យហើយគាត់បានយល់ដឹងអំពីរបៀបនៃការកសាងសង្គមប្រជាធិបតេយ្យបងប្អូនណាយើងចូលរួមផ្ដួលរំលំរបបផ្ដាច់ការហើយកសាងសង្គមប្រជាធិបតេយ្យគាត់ចេះតែថាប៉ុន្តែគាត់មិនមែនកូនស្ដេចទេណាប៉ុន្តែប្រជុំគណៈបករបស់គាត់និយាយពីគាត់ចុះមកណាអង្គរៈគាត់ឈូមកអូមជុំវិញលោកប្រធានគាត់តែកលែកមើលអត់មានធាតុប្រជាធិបតេយ្យក្នុងខ្លួនវាអត់មានណាប្រជាធិបតេយ្យគឺពួកយើងហ្មងយើងទាំងអស់គ្នាយើងទាំងអស់គ្នាដំណើរការអង្គប្រជុំមកបងប្អូនគ្រាន់តែមានវិន័យទៅបានហើយកុំឲ្យរៀបចំបតើថាមានអ្នកធំឬអ្នកតូចគ្រាន់តែមានវិន័យបើយើងនិយាយអត់ស្ដាប់គ្នាអង្គប្រជុំរបស់យើងធ្វើការវាអត់កើតប៉ុន្តែអត់មានរៀបចំឲ្យប្រធាននឹងពិសេសជាងគេអត់ទេអត់មានពិសេសអីជាងគេទេឲ្យគាត់អង្គុយកដាលអង្គុយមុខគេព្រោះគាត់និយាយស្រួលស្ដាប់ប៉ុន្តែបងប្អូនមើលកុំមើលរដ្ឋាភិបាលរឿងរដ្ឋាភិបាលយើងចង់ដូរហើយបើយើងចង់ដូររបៀបគេយើងមើលរបៀបអ្នកថ្មីលោកប្រធានគេទៅណានិយាយពីបើកទ្វារឡានឲ្យទៀតណាទេបើគាត់ចាស់គាត់បើកទ្វារមិនរួចអានឹងបើកឲ្យគាត់ទៅ